បាទជាដំបូងសូមអភ័យទោសដល់បងប្អូនបាទដើម្បីទស្សនាទៅវារៀងញាក់ញាក់បន្ទប់បងប្អូនបាទរៀងញាក់ញាក់ព្រោះតែវីដេអូនេះបាទមិនមែនខ្ញុំថតផ្ទាត់ឲ្យខ្លួនឯងទេបងប្អូនគឺប្រពន្ធខ្ញុំគាត់ថតមកផ្សាយតាម Telegram ដើម្បីយកមកកែច្នៃវីដេអូតិចបងប្អូនបាទគាត់នឹងរៀនថតដំបូងបងប្អូនណាបាទហ្នឹងហើយចង់ថតនឹងគេបាទហើយចំពេលក៏យន់ជីក៏យន់បងប្អូនកវីកវ័តបាទយកផ្ញើមកឲ្យខ្ញុំណាបាទព្រោះប្តីស្រឡាញ់ខាងការកាត់តបងប្អូនណាកាត់តវីដេអូ ចឹងណាផុសក្នុងបណ្ដាញសង្គមបាទចែកជូនបងប្អូនទស្សនាបងប្អូនណាបាទហ្នឹងហើយនេះជាវីដេអូនេះបងប្អូនណាបាទនៅខាងខេត្តបាត់ដំបងបាទស្រុករតនមណ្ឌលភូមិភ្លើងមាសបាទជាប់នឹងព្រំប្រទល់ថៃដែរបងប្អូនណាហ្នឹងហើយតែកាច់តូតឲ្យបងអញ្ចឹងណាបងប្រុសដែរបើកយន្តហ្នឹងបាទហ្នឹងហើយព្រោះផ្ទះនៅទៅមុខគ្នាបងប្អូនហ្នឹងហើយខាងនេះគឺមានដាំបន្លែដាំប្លុកច្រើនណាបងប្អូនខាងបាត់ដំបងបាទនឹងដាំផ្លែចន្ទីដូចជាម្ទេសអាយសត្វអីចឹងទៅហើយក៏មានពោតក្រហមតង្កែនបាទ រដូវនេះដល់ហើយបងប្អូនរដូវនេះដល់ហើយដល់នឹងប្រមូលផលបងប្អូនហ្នឹងហើយដាច់ហើយទឹកភ្លៀងក៏អត់សូវមានបងប្អូនហ្នឹងហើយភ្លៀងតែខាងផ្សារខាងអីដែរបាទខាងអ្នកធ្វើស្រែចម្ការនោះអត់ភ្លៀងសោះបងប្អូនអើយបាទដល់ខែប្រមូលផលបែរជារីងស្ងួតចឹងទៅបងប្អូនហ្នឹងហើយក៏យន់បងប្អូនអើយនេះរឿងរលាក់ពេកខ្ញុំយកមកកែរំលឹកអស់ហើយវីដេអូនេះបងប្អូនហ្នឹងហើយកែរំលឹកអស់ហើយក៏យន់ក៏លឿនទៀតបើខ្ញុំកាត់បន្ថយល្បឿនបន្តិចបងប្អូនបាទធ្លាក់មកដល់កន្លែងខ្នល់រៀងច្បាស់បន្តិចបងប្អូនហ្នឹងហើយមានទេសភាពមានផ្ទៃមេឃចឹងទៅបងប្អូនបាទកែទៅនឹងបន្តិចបាទដឹងស្លាប់ហើយក៏យន់កាប់ហើយទៅជាការស្នាមមកអត់មិនដឹងពីមុនវិញចឹងទេបងប្អូនអើយបាទកង់គួយយន្តនោះលិចអីនឹងបបាយណាដែរបងប្អូនបាទឥឡូវជាខាងស្រុកខាងភូមិគាត់ចែករំលែកគ្នាមកធ្វើខ្នល់ទេបានប៉ុណ្ណឹងបងប្អូនបាទចឹងវីដេអូនេះគឺអត់មានអីច្រើនទេបងប្អូនបាទមានតែប៉ុណ្្នឹងឯងចែកជូនបងប្អូនបាទពីស្រុកកំណើតរបស់ខ្ញុំបងប្អូនបាទអញ្ចឹងណាបាទភូមិផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងបាទសំឡូតបាទសំឡូតឯកភ្នំណាបាទហ្នឹងហើយបាទពីស្រុកកំណើតរបស់ខ្ញុំបងប្អូនបាទនឹកស្រុកកំណើតហ្នឹងបងប្អូនអើយឡើងទៅរកស៊ីផ្លូវឆ្ងាយហ្នឹងបាទមួយឆ្នាំចូលផ្ទះម្ដងបាទតែលុយមិនសល់ទេបងប្អូនលុយអត់សល់ទេបាទហ្នឹងហើយបានមួយឆ្នាំលុយវាមិនសល់បាទហ្នឹងហើយនឹកស្រុកកំណើតពេកបងប្អូនក៏ឲ្យប្រពន្ធថតតាមផ្ញើតាម Telegram មកក៏យកមកកាត់ច្នៃវីដេអូញាក់ទៅបាទកែច្នៃអស់លេងហើយបាទអង្គុយកែច្នៃអញ្ចឹងណាបាទស្ដាយវីដេអូដែលប្រពន្ធខ្ញុំថតផ្ញើមកឲ្យហើយបាទមកដល់តែនេះរៀងច្បាស់បន្តិចទៅអញ្ចឹងណាបាទរៀងច្បាស់បន្តិចទៅបាទទៅមុខរៀងព្រិលទៅបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនណាបាទអរគុណច្រើនបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតបាទពីចំណេះដឹងថ្មីបាទហ្នឹងហើយអរគុណច្រើនបងប្អូនណាបាទជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាអរគុណ